ខ្ញុំនិយាយមែនខ្ញុំអត់សប្បាយចិត្តទេនៅពេលដែលឮព័ត៌មាននេះសម្ដេចបាននិយាយហ្មងថាលើកនេះមិនមែនគ្រាន់តែវាយទប់ទេគឺថាវាយបកទៅថែមទៀតខ្ញុំមិនចង់ឃើញការចំនួននេះវាคล้ายទៅជាសង្គ្រាមអត់ចង់ឃើញខ្មែរយើងមានសង្គ្រាមហ្មង like យើងរងថ្ងៃកំពុងតែ develop កំពុងតែរស់នៅក្នុងសន្តិភាព like peace time ហើយតែសន្តិ like តែមានសង្គ្រាមហ្នឹងគឺនឹងធ្វើឲ្យការអភិវឌ្ឍយើងផ្អាកច្រើនខ្លាំងមែនទែនហើយយូរពេលហើយមូលហេតុដែលយើងត្រូវទៅវាយគ្នាហ្នឹងគឺវាមិនស័ក្តិសមសោះប៉ុន្តែត្រូវបែកបាក់សាមគ្គីបែកបាក់ទំនាក់ទំនងអស់ឲ្យលីងហើយសំខាន់សម្ដេចបាននិយាយផ្ទាល់មកថាយើងអត់ទាំងដឹងថាយើងកំពុងតែវាយមួយណាគេផងវាយជាមួយនឹងយោធាឬក៏ពួកជ្រុលនិយមឬក៏ខាងនយោបាយឬក៏នាយករដ្ឋមន្ត្រីហើយនៅខាងផ្ទះទី2ហ្នឹងមិនដឹងអំណាចទៅនៅក្រុមមួយណាមានក្រុមច្រើនណាស់ហើយអត់ត្រូវគ្នាទាំងអស់ប៉ុន្តែដល់ពេលទម្លាក់ហិង្សាមកលើកម្ពុជាវិញដល់ដឹងអីនេះសម័យនេះហើយមិនគួរមានសង្គ្រាមទេនិយាយមែន like why are we fighting each other man why are we not doing business why are we not improving why are we wasting resource why are we continuing to destroy the earth that we are living in anyway ខ្ញុំបន់ឲ្យតាមានរឿងអីមួយដែល de-escalate ឲ្យវាចុះមកក្រោមវិញហើយកុំឲ្យមានរឿងឆ្លោះគ្នាដល់ថ្នាក់នឹងទៀតដល់ថ្នាក់ចង់គម្រាមវាយគ្នាអញ្ចឹងទៀតសង្ឃឹមថាធ្លាក់មកវិញចុះប៉ុន្តែបើអត់ធ្លាក់ទេ good luck Godspeed សម្រាប់កងទ័ពយើង